បាទសួស្តីបងប្អូនអរគ្នានឹងឲ្យដោយសារតែថ្ងៃមុនខ្ញុំលើកយកសំណួរបងក៏សួរពាក់ព័ន្ធទៅនឹងហេតុអ្វីបានជា GS មានភាពតាក់ទាញជាងកាមេរ៉ា07ទាំងពេលដែលផលិតនិងពេលបច្ចុប្បន្នបាទហើយក៏មានសំណួរបងច្រើនបាទសួរពាក់ព័ន្ធទៅនឹងថាបើវាមានភាពប្រណិតជាងវាទំនើបជាងហេតុអ្វីបានឃើញកាមេរ៉ាហ្នឹងនៅតាមដងផ្លូវច្រើនម្ល៉េះបាទសំណួរហ្នឹងបាទខ្ញុំបាននិយាយពីមុនមកដែរបាទពាក់ព័ន្ធនឹងការប្រៀបធៀប GS និង Camry បាទបងប្អូនដឹងស្រាប់ហើយបាទថាឥឡូវបច្ចុប្បន្នឥឡូវនេះហ្នឹងដោយសារតែបាទបរិបទសន្សំសំចៃបាទដោយសារតែ GS បាទគេឃើញថាស៊ីសាំងខ្លាំងបាទទោះបីមានភាពប្រណិតក៏ដោយបាទទោះបីមានភាពទំនើបជាង Camry ក៏ដោយបាទទោះបីវាមានភាពហាប់ឡានជាង Camry ក៏ដោយតែក៏នៅតែគេជ្រើសរើសបាទក៏គេនៅតែសម្រេចចិត្តជ្រើសរើសយក Camry ជាង GS បាទដោយសារតែ Camry បាទនាំមកនៅភាពសន្សំសំចៃច្រើនជាង GS បាទបើសិនជាបងប្អូនប្រើប្រាស់សម្រាប់ធ្វើការប្រចាំថ្ងៃបាទគឺវាលក្ខណៈថាវាជួយសន្សំចៃដល់បងប្អូនបាទបានច្រើនជាង GS បាទអញ្ចឹងយើងមកដឹងពី Camry ថាហេតុអ្វីបានជាបាទវាមានភាពសន្សំចៃបាទពាក់ព័ន្ធ Camry បាទគឺមានជំរើសម៉ាស៊ីនបាទម៉ាស៊ីន hybrid បាទម៉ាស៊ីនធម្មតាហើយគេមាន3ជំរើសដូចជាប្រភេទ07 LE Camry 07 LE Camry 07 Hybrid និង Camry 07 XLE បាទហើយប្រភេទហ្នឹងវាមាន option វាផ្សេងគ្នាបាទអញ្ចឹង Camry គឺប្រើប្រាស់ម៉ាស៊ីន 2.4 លីត្របាទ2.4 លីត្រដែលធ្វើឲ្យការប្រើប្រាស់នៅលើតាមដងផ្លូវកម្រិតស៊ីសាំងជាមធ្យមចន្លោះពី7ទៅ8លីត្របាទក្នុង100គីឡូអញ្ចឹងគឺវាសំចៃជាង GS 300ខ្លាំងមែនតើអាហ្នឹងយើងនិយាយពីពាក់ព័ន្ធដែលបទពិសោធន៍ខ្ញុំប្រើប្រាស់រាល់ថ្ងៃផ្ទាល់នេះណាបាទក្នុងពេលបច្ចុប្បន្ននេះផ្ទាល់នេះណាតែបើសិនជាការវានៅថ្មីកាលពីឆ្នាំ2007បាទខ្ញុំគិតថាវាស៊ីតិចជាងនឹងហើយបើតាមក្រុមហ៊ុនគាត់បានក្រាបហ្នឹងគឺចន្លោះតែពី6.5ទៅ7.5អីទេអញ្ចឹងគឺវាស៊ីតិចបាទសម្រាប់ម៉ាស៊ីនធំបាទវាមានកម្លាំងក្នុងការបើកបរបានល្អបាទវាជន់មានកម្លាំងខ្លាំងបាទហើយមួយទៀតពាក់ព័ន្ធទៅនឹងម៉ាស៊ីន hybrid វិញគឺវាជួយសន្សំចៃមែនតើសម្រាប់បងប្អូនបើកបរនៅក្នុងក្រុងបាទពាក់ព័ន្ធនឹងបងប្អូនបើកបរក្នុងក្រុងវាសន្សំចៃខ្លាំងបាទហើយបើប្រភេទជំរឿន XL XLE វិញបាទវាគាត់ថា full option បាទពាក់ព័ន្ធទៅនឹងប្រភេទ hybrid មានអីគឺវាមាននឹងបាទទាំងបើកតបូលទាំងបើកតបូលទាំងកៅអីចុចសងខាងបាទគឺវាមានដូចទៅនឹងប្រភេទ hybrid អញ្ចឹងតែ LE គឺ option គឺពាក់កណ្ដាលទេបាទអញ្ចឹងអរគុណច្រើនបាទរាល់សំណួរបងដែលតែងតែ comment ចូលមកនេះខ្ញុំបានធ្វើការបកស្រាយខ្លះហើយខ្លះទៀតក៏បាននៅបាទអញ្ចឹងបើសិនជាមានពេលវេលាច្រើនជាងហ្នឹងខ្ញុំនឹងអាន comment ហើយខ្ញុំនឹងធ្វើការបកស្រាយទៅបងនីមួយបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូបាយ